ប្រទេសថៃបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Tom Andrew ដោយចោទថាលោកមិនមានភាពអព្យាក្រឹតនិងពឹងផ្អែកទៅលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានខណៈភាគីកម្ពុជាបានចាត់ទុកថាថៃកំពុងព្យាយាមបង្អាប់ភាពឯករាជ្យរបស់យន្តការអង្គការសហប្រជាជាតិជាជាងការឆ្លើយតបទៅនឹងការពិតអំពីវិបត្តិមនុស្សធម៌ដែលកើតឡើងដោយសារចំនួនព្រំដែនប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីលោក Tom Andrew បានបញ្ចប់បេសកកម្មរយៈពេល12ថ្ងៃនៅកម្ពុជាដោយបានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែននិងជួបពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី31ខែកក្កដាលោក Tom Andrew បានអំពាវនាវឲ្យកម្ពុជានិងថៃសហការគ្នាដើម្បីធានាថាប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារសង្គ្រាមអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគាត់វិញបានដោយសុវត្ថិភាពនិងស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025លោកបានឲ្យដឹងថាលោកបានជួបជាមួយពលរដ្ឋជាច្រើនដែលប្រាប់ថាពួកគេនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះវិញបានដោយសារតែភូមិរបស់ពួកគេស្ថិតក្រោមការកាន់កាប់របស់ទាហានថៃលោកក៏បានឃើញរបាំងទូកុងតឺន័រនិងលូបន្លាផ្ទះដែលត្រូវគ្របកាំភ្លើងសាលារៀនផ្ទះអាជីវកម្មត្រូវបានបំផ្លាញនិងគ្រាប់បែកដែលមិនទាន់ផ្ទុះនៅតំបន់នោះលោក Tom Andrew បានកត់សម្គាល់ថានៅក្នុងអំឡុងជម្លោះឆ្នាំ2025ពលរដ្ឋកម្ពុជាប្រមាណជា65,000នាក់ត្រូវបានជម្លៀសចេញពីលំនៅឋានខណៈបច្ចុប្បន្ននៅមានប្រមាណជាង20,000នាក់ទៀតកំពុងរស់នៅក្នុងភូមិបណ្ដោះអាសន្នជំរុំជនភៀសខ្លួននៅវត្តអារាមជាការឆ្លើយតបរដ្ឋាភិបាលថៃបានបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដោយអះអាងថា UN Special Procedure គួរតែប្រកាន់ខ្ជាប់នូវអព្យាក្រឹតវត្ថុវិស័យនិងពឹងផ្អែកទៅលើប្រភពព័ត៌មានដែលអាចទៀងទាត់បានថៃក៏បានជំទាស់ទៅនឹងការលើកឡើងអំពីភូមិជោគជ័យនិងព្រៃច័ន្ទនៅក្នុងខេត្តបន្ទាយមានជ័យដោយថៃហៅថាបាណងច័ន្ទនិងអះអាងថាតំបន់នោះស្ថិតនៅក្នុងទឹកដីថៃដូច្នេះប្រជាពលរដ្ឋនៅទីនោះមិនគួរត្រូវបានចាត់ទុកថាជាជនភៀសខ្លួនផ្ទៃក្នុងរបស់កម្ពុជាឡើយទោះជាយ៉ាងណាប្រពន្ធពីរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ថាថៃបានលើកឡើងតែពីភូមិជោគជ័យនិងព្រៃច័ន្ទប៉ុណ្ណោះប៉ុន្តែមិនមានការឆ្លើយតបទៅនឹងទីតាំងជាច្រើនផ្សេងទៀតដែលកម្ពុជាអះអាងថាកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពថៃយោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថៃកំពុងកាន់កាប់ទឹកដីកម្ពុជាយ៉ាងហោចណាស់ចំនួន14ទីតាំងនៅក្នុងខេត្តចំនួន4រួមមានភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យភ្លុកដំរីនៅតំបន់ច្រកព្រំដែនអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់អានសេតាថាវនឹងតំបន់ភ្នំទ្របក្នុងខេត្តព្រះវិហារអូស្មៃប្រាសាទខ្នាតតាក្របីប្រាសាទតាមាន់ធំជប់អង្គុយនឹងជោគគ្រោះក្នុងខេត្តឧត្តរមានជ័យក្រសួងក៏បានចោទថាកងទ័ពថៃបានដាក់ទូកុងតឺន័រសង់បន្ទាយនិងដាក់លួចបន្លានៅតំបន់មង្គលលេខ42ដល់47និងមង្គលព្រំដែនលេខ52ដល់59ដែលកម្ពុជាបានចាត់ទុកថាជាការផ្លាស់ប្តូរស្ថានភាពជាក់ស្ដែងដល់ឯកតោភាគីនិងជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដោយឡែកលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់បន្ថែមថាតំបន់ដែលថៃកំពុងកាន់កាប់មិនមានតែ14ទីតាំងនោះទេដោយឡែកនៅតំបន់អានសេះទាំងមូលថាថាវតាសែមចាក់ច្រៃនៅតំបន់មុំ3ដែលកម្ពុជាអះអាងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពថៃមន្ត្រីកម្ពុជាមួយរូបដែលតាមដានស្ថានភាពព្រំដែនបានបង្ហាញការព្រួយបារម្ភចំពោះការព្យាយាមរបស់ថៃក្នុងការបង្អាប់ភាពឯករាជ្យនិងភាពគួរឲ្យជឿទុកចិត្តរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមន្ត្រីរូបនោះបានលើកឡើងថាអ្នកកាន់អាណត្តិឯករាជ្យត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែងតាំងឡើងដើម្បីវិតម្លៃអង្គហេតុដោយសេរីនិងមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយប្រទេសណាក៏អាចមិនយល់ស្របទៅនឹងការរកឃើញរបស់ពួកគេបានប៉ុន្តែគួរធ្វើឡើងដោយមានភស្តុតាងដំណាភាពនឹងការចូលរួមប្រកបដោយការស្ថាបនាមិនមែនតាមរយៈការវាយប្រហារលើយន្តការឯករាជ្យរបស់អង្គការសហប្រជាជាតិឡើយលោកយ៉ងពើអគ្គលេខាធិការរាជរដ្ឋសភាកម្ពុជានិងជាអ្នកវិភាគនយោបាយបានឲ្យដឹងថាការឆ្លើយតបរបស់ថៃមិនមែនជារឿងថ្មីនោះទេព្រោះថៃតែងតែបដិសេធបញ្ហាដែលខ្លួនមិនយល់ស្របបើទោះបីជាមានមូលដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រងក៏ដោយលោកយ៉ងពើយល់ថាលោក Tom Andrew បានអនុវត្តទូនាទីរបស់ខ្លួនតាមវិជ្ជាជីវៈដោយរាយការណ៍អំពីផលប៉ះពាល់សិទ្ធិមនុស្សដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជាលោកបន្ថែមថាប្រសិនបើថៃមានភាពជឿជាក់លើការអះអាងរបស់ខ្លួននោះគួរតែបង្ហាញផែនទីអន្តរជាតិដែលទទួលស្គាល់ជាសកលដើម្បីបញ្ជាក់ថាភាគីណាជាអ្នកឈ្លានពាននិងប្រជាពលរដ្ឋបានភៀសសឹកពីទឹកដីរបស់អ្នកណា